ខ្ញុំមកគឺថាដៃភ្លើងជើងមន់មកទៀងបណ្ដាពតរំភ្នែកគេយកមកមើលមានណាធ្លាក់ឡើងបែកខ្ចាយចុងក្រោយមានតែយកទាំងពីរបដ ហើយថ្ងៃនេះគ្មានអីទេណាខ្ញុំចេញទៅរៀនមកជាមួយពុកម៉ាក់ខ្ញុំមកទិញអីវ៉ាន់ទិញអីកញ្ចក់កញ្ចប់ទៀតហើយចង់និយាយថាមកទូខ្លួននេះសិតតែបោះកាច់ឈប់ទាំងអស់ហ្មងហើយខ្ញុំមកជាមួយពុកម៉ាក់ខ្ញុំនិយាយថាត្រូវដៃត្រូវជើងគ្នាសាហាវហ្មងឲ្យតែរបស់ខ្ជុះដឹងថាចង់បានហ្មងចឹងបន្ទាប់ពីខ្ញុំគិតលុយហើយគឺថាមកដល់ផ្ទះមានចាំយូរទេធ្វើការ unboxing ឲ្យអ្នកគ្នាមើលហ្មងកាបូបនេះចេញមកឡើងស្អាតហ្មងអ្នកគ្នាហើយបើប្រអប់នេះវិញខ្ញុំទុកដាក់របស់របរទួយកុំឲ្យយើងមកសាបាត់សាមវែងពេកហើយឃើញកណាត់នេះខ្ជូតពេកក៏ទិញយកទៅដាក់នៅបន្ទប់ទឹកចឹងណាបើយើងលាងដៃហើយយើងបានជួលថាកាបូបនេះវិញគឺថាបាច់និយាយទៅអ្នកគ្នាស្អាតសាហាវហ្មងបាបូនេះវិញខ្ញុំទិញមកទុកពាក់ជាមួយនឹងរ៉ូបរបៀបបែប princess អីចឹងដោយសារតែខ្ញុំសបរ៉ូបចឹងមែនតើហើយឲ្យតែឃើញម៉ែ melody គឺទិញមកទៀតអ្នកគ្នាខ្ជូតពេកចាឥឡូវហ្នឹងគឺដល់វគ្គប្រាប់ពុតរំភ្នែករបស់យើងថាយើងធ្វើរបស់គេបាក់ហ្នឹងអ្នកគ្នាប៉ុន្តែមានអីនៅប្រើបានតែដោយសារតែយើងកាន់តែខាងលើតែបាទនេះវិញគឺអាថ្មីអ្នកគ្នាថ្មីគេក៏មិនខុសគ្នាដោយសារតែយើងប្រើបានដូចគ្នាហ្នឹងហើយខ្ញុំក៏ទិញបានតាគៀបខ្លះអ្នកគ្នាដោយសារឃើញតាគៀបនេះវាមានត្បូងភ្លឺស្អាតមែនតើចឹងទៅក៏ទិញហ្មងទៅរឿងនេះគឺជាអីវ៉ាន់ទាំងអស់ដែលខ្ញុំបានទិញអ្នកគ្នាចឹងខ្ញុំទិញតែប៉ុណ្្នឹងឯងចឹងបន្ទាប់ពី unboxing ហើយគឺថាខ្ញុំមកធ្វើការងូតទឹកឯងហើយសាប៊ូដែលខ្ញុំប្រើប្រាស់ជាប្រភេទ shower gel មកពី brand Nasika អ្នកគ្នានិយាយថាក្លិនក៏អបសាហាវហ្មងពេលនៅផ្ទះចឹងខ្ញុំប្រើជាមួយនឹងអាពណ៌កតិចមាសនេះអ្នកគ្នាគេមានកតិចមាសនៅក្នុងហ្នឹងទៀតនិយាយទៅគ្រាន់តែដុសមកគឺថាឡងក៏អបឈ្ងុយហ្មងហើយសំខាន់អ្នកគ្នាពេលដែលយើងលាងចេញក៏នៅតែជាប់ក្លិនបានល្អដែរចឹងបាច់បាញ់ទឹកអប់ក៏ខ្លួនរបស់យើងក៏អបប្រហើរដែរហើយសាប៊ូនេះជួយឲ្យស្បែករបស់យើងភ្លឺទន់រលោងហើយជាពិសេសគឺមានច្រើនក្លិនមែនតើឲ្យយើងជ្រើសរើសគ្រាន់តែលាងទឹកចេញមកគឺថាមានអារម្មណ៍ថាស្បែករបស់យើងគឺក៏អបទន់ខ្លាំងមែនតើហ្មងចឹងអ្នកគ្នាអាចទៅសាកប្រើប្រាស់ជាមួយនឹងសាប៊ូដុសខ្លួនរបស់ brand Nasika បានណាចាចាប់វីដេអូទៅងូតទឹកមែនតើហីមកខ្ញុំនឹងមកបង្ហាញថានៅក្នុងកាបូប make up របស់ខ្ញុំមានគេខ្លះហើយកាបូបមួយនេះគឺថាខ្ញុំទៅណាក៏ខ្ញុំយកតាមដែរដោយសារតែមានរបស់មកចប់មកអញ្ចឹងតើឥឡូវខ្ញុំមកធ្វើការ unboxing កាបូប make up របស់អ្នកគ្នាមើលតែបើកមកភ្លាមឃើញសិតតែបានពណ៌ pink ហ្មងចន្ទដំបងគេនេះមានជាមួយនឹងក្រាស់សសហើយនឹងកញ្ចក់នៅនឹងអញ្ចឹងយើងយកតាមខ្លួនអីស្រួលមែនតើហ្មងបន្ទាប់មកមានជាមួយនឹង hand cream ហើយអីដែលខ្ញុំមិនអាចខ្វះបាននោះគឺជា cushion របស់ brand Nasika cushion នេះខ្ញុំប្រើពណ៌ neutral អ្នកគ្នាតើខ្ញុំមិនត្រឹមមកទុករីថៃគេសំបីតែមុននឹងខ្ញុំមករៀនណាក៏ខ្ញុំបានប្រើជាមួយនឹង cushion នេះដែរដោយសារតែសាច់របស់គេស្ដើងអត់ធ្ងន់មុខទេសំខាន់បើបើស្នាមបានល្អទៀតហើយបើថាដាក់ជាមួយនឹង powder របស់ brand Nasika ពីលើទៀតគឺថាមុខរបស់យើងជាប់ពេញមួយថ្ងៃហ្មងមិនបាច់ចាំរៀបថៃក៏ស្អាតដែរអញ្ចឹងពេលដែលមុខរបស់យើងស្លេកស្លាំងអីយើងអាចធ្វើការថែមជាមួយនឹង blush Nasika បាននិយាយទៅខ្ញុំយកជាមួយនឹង blush នេះមកតាមហ្មង shade រស់ហើយ shade នេះស្អាតណាស់ហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងកូនប៉ុងនិយាយទៅកូនប៉ុងនេះយើងຕົក retouch blush នឹងឯងអ្នកគ្នានិយាយទៅយកមកប្រើជាមួយនឹង blush Nasika មកឃើញមុខរបស់យើងគីឡូស្អាតហ្មងហើយខ្ញុំក៏មានអានេះទុកសិតដើម្បីឲ្យសក់របស់ខ្ញុំវាមានសណ្ដាប់ធ្នាប់ចឹងបើថាក្រែមវិញគឺខ្ញុំដាក់មកឡើងគ្រប់ប្រភេទមកអ្នកគ្នាដើម្បីងាយស្រួលថែមថ្ងៃខ្លះខ្ញុំលាបគីឡូថ្ងៃខ្លះខ្ញុំលាប matte ចឹងណាបន្ទាប់មកក៏យើងអត់ភ្លេចដែរជាមួយនឹងតាគៀប My Melody ដើម្បីទុកគៀបសក់ទុកវែកសក់អីចឹងណាតែរបស់នៅក្នុងនេះខ្ញុំដាក់មកគ្រប់មុខចឹងដើម្បីពេលដែលខ្ញុំទៅថតឬក៏អីចឹងខ្ញុំស្រួលមែនតើមកអ្នកគ្នាអត់បាច់ពិបាកទេតែរបស់ខ្ញុំមានគ្រប់មុខចឹងស្រួលមែនតើមិនថាខ្ញុំទៅថតទៅដើរលេងទៅណាទេគឺយើងងាយស្រួលថែមចឹងអ្នកគ្នានៅក្នុងកាបូប make up របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងយ៉ាតែប៉ុណ្្នឹងអីឡើងច្រើនហើយ anyway hope you guys like this video ហើយបើអ្នកទាំងគ្នាចង់ឲ្យ make up ស្អាតណាកុំភ្លេចជាមួយនឹង brand Nasika ណា bye bye